មានរៀងមួយដំណើរថាមានភិក្ខុមួយអង្គគង់នៅវត្តមានកូនសិស្សតែម្នាក់ឈ្មោះអាភ្លួញខលណាស់គ្រូល្ងងណាស់ឆោតច្រើនគ្មានឧបាសកឧបាសិកាណារាប់អានយកចង្ហាន់ស្លាបារីទៅប្រគេនឬនិមន្តលោកនោះមកឆាន់តែដល់ម្ដងឡើយលោកនោះក្រលំបាកប៉ុនពេកតែលោកមានដំរីមួយថ្ងៃមួយលោកពិចារណាថាសប្តាហ៍ថ្ងៃនេះគ្មានឧបាសកឧបាសិកាគេប្រគល់វត្ថុអ្វីឆាន់សោះបើដូច្នោះគួរអញទិញវត្ថុផ្សេងយកមកទុកឆាន់កុំឲ្យលំបាកគិតដូច្នោះហើយក៏ប្រាប់កូនសិស្សថាអាភ្លួញឯងចាប់ដំរីមកហើយឯងទៅផ្សារនឹងឯងរកទិញវត្ថុផ្សេងយកមកទុកឆាន់កូនសិស្សទៅចាប់ដំរីបានមកគ្រូនិងសិស្សក៏ឡើងជិះដំរីទៅផ្សារលុះទៅដល់គ្រូប្រាប់កូនសិស្សថាឯងទិញវត្ថុអ្វីដែលទុកបានយូរមិនខូចអាភ្លួញជាសិស្សក៏ទិញអំបិលមួយចុងចរកការុងស្រែតគ្រូឃើញសួរថាហេតុដូចម្ដេចក៏ឯងទិញតែអំបិលមិនទិញត្រីឆ្អើរត្រីងៀតខនកូនសិស្សទូលថាអំបិលទុកបានយូរមិនចេះខូចបានជាខ្ញុំព្រះករុណាទិញគ្រូឆោតល្ងងណាស់ក៏ស្ងៀមគ្រូឡើងបោះដំរីមកវិញសើរែកអំបិលដាវពីក្រោយដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្សឮសូរដងរែកដូចទីស្រួលក៏សួរថាអាភ្លួញអញមើលទៅឯងរែកអំបិលដូចទីស្រួលឬយ៉ាងណាសិស្សទូលថាព្រះករុណាស្រួលណាស់ហើយស្រាលផងលោកគ្រូប្រាប់សិស្សថាអញជីដំរីអញរែកអំបិលដាវក្រោយលោកគ្រូថាហើយចុះពីលើដំរីមកសិស្សក៏ឡើងជីដំរីទៅលោកគ្រូប្រាប់ថាអញបោះដំរីទៅចាំអញមួយលុបឈើមុខសិស្សបោះដំរីទៅដោះមួយលុបឈើក៏មិនឈប់ចាំគ្រូបោះរហូតដល់វត្តលោកគ្រូរែកអំបិលដល់តាមក្រោយដោយអំបិលនោះធ្ងន់ណាស់លោកគ្រូរែកឈប់បែរមើលទៅសិស្សមិនឃើញក៏គិតថាចាំក្រោយសឹមនាំយកសិស្សមកយកហើយយកអំបិលទៅលាក់ក្នុងប្រៃមុននឹងលាក់លោកគិតថាទីនេះបើប្រសិនជាមានកែដាមកចំរកឃើញគេនឹងយកអំបិលនេះអស់មិនខានគួរតែរកទីណាដែលកំបាំងភ្នែកអ្នកទាំងពួងគឺមានតែក្នុងទឹកទើបគេមើលមិនឃើញហើយក៏យកអំបិលទាំងពីរការុងទៅលាក់ទុកក្នុងទឹកហើយដើរទៅលុះដល់សួរសិស្សថាហេតុដូចម្ដេចក៏ឯងមិនចាំអញសិស្សទូលថាខ្ញុំព្រះករុណាបោះដំរីមកព្រមចាំលោកគ្រូដែរតែដំរីមិនព្រមចាំសោះអន្វរដូចម្ដេចក៏វាមិនព្រមវាប្រាំងដើរដល់វត្តទើបឈប់សិស្សសួរលោកគ្រូថាលោកគ្រូទុកអំបិលឯណាលោកគ្រូប្រាប់ថាអញលាក់ទុកនៅទីឯណោះអញកិច្ចដោជុកសួរដល់ជាសម្គាល់ព្រឹកឡើងនាំកូនសិស្សទៅយកអំបិលវិញលុះដល់ប្រាប់សិស្សថាអញលាក់ទុកក្នុងត្រពាំងនេះសិស្សលាន់មាត់ថាម៉ែអើយវារលីអស់ហើយអាភ្លួយក៏ចុះទៅយកអំបិលលើការុងទាំងពីរឡើងរលីអស់មិនសល់ចំណងដែលចង់មាត់ការុងដាច់អស់ឃើញឯត្រីកញ្ជុះមួយនៅក្នុងការុងនោះសិស្សទូលលោកគ្រូថាមានត្រីកញ្ជុះមួយនៅក្នុងការុងវាស៊ីអំបិលអស់ទៅហើយយកត្រីនិងការុងប្រគេនគ្រូមើលលោកគ្រូឃើញត្រីខឹងណាស់ក៏ទះកំភ្លៀងមុតដៃនឹងធ្មង់ត្រីជាប់ពីត្រីចាប់ពើតឈឺខ្លាំងពេកលោកគ្រូថាឯងចាប់ត្រីដកធ្មង់វាឆាប់ត្បិតអាំងឈឺណាស់សិស្សក៏ចាប់ដកទៀងស្ទើរតែមិនរួចលុះដករួចឈាមហូរជាខ្លាំងពីត្រីចាប់ពើតឈឺខ្លាំងឡើងលោកគ្រូនាំកូនសិស្សទៅវត្តវិញយកទាំងការុងនិងត្រីកញ្ចក់ទៅផងដល់ទៅប្រាប់កូនសិស្សថាអាភ្លួនឯងដាំបាយមួយឆ្នាំងអាំងត្រីកញ្ចក់នេះឲ្យឆ្អិនជាឆាប់អញនឹងឆាន់លុះពីអនចាប់ពើតលោកគ្រូក៏សងំសង្លក់ទៅឯអាភ្លួនក៏ដាំបាយអាំងត្រីឆ្អិនហើយបរិភោគអស់ទុកតែបាយមួយពំនួកនិងឆ្អឹងត្រីក្នុងចានក្របតែវាក្របមិនឲ្យចិត្តលោកគ្រូភ្ញាក់ឡើងប្រាប់សិស្សថាឯងយកបាយនិងត្រីមកឆាន់អាភ្លួញក៏ធ្វើជាកិរិយាដូចជាទៅយកបាយប្រគេនលោកគ្រូចេញមកវិញទូលថាបាយនិងត្រីរួយស៊ីអស់ទៅហើយនៅសល់តែមួយពំនួកនិងឆ្អឹងត្រីលោកគ្រូជឿឥតសង្ស័យដោយឆោតល្ងងក៏ឲ្យរំពាត់ផ្ដៅមួយមកសិស្សថាឯងវាយរួយកុំឲ្យវានៅលើគុតអាភ្លួញជាសិស្សក៏វាយរួយមិនឈប់គ្រានោះមានរួយទុំច្រមុះគ្រូវាយទៅមិនត្រឹសរួយត្រូវច្រមុះគ្រូបែកឈាមហូរចចាយសិស្សភ័យណាស់រត់ទៅដល់ផ្ទះនិយាយប្រាប់ឪពុកម្ដាយតាមរឿងឪពុកម្ដាយប្រាប់កូនឲ្យមកវត្តវិញកូនប្រកែកមិនព្រមមកលោកគ្រូទៅតាមក៏មិនហ៊ានមកដោយខ្លាចគ្រូវាយថ្ងៃមួយលោកគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍បន្ទន់ចិត្តសិស្សឲ្យមកអាភ្លួញជាសិស្សក៏បានដឹងថាលោកគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍ដូច្នោះក៏មកវត្តវិញដើម្បីឲ្យគ្រូជឿថាស្នេហ៍ពូកែលុះដល់វត្តវិញដើរលុបចូលទៅឃើញលោកគ្រូកំពុងតែអង្គុយសូត្រមន្តអាគមស្នេហ៍ក៏សួរលោកគ្រូថាលោកគ្រូធ្វើអ្វី
លោកគ្រូក៏ហកថាអញសូត្រមន្តអាគមកំបាំងខ្លួនព្រោះអញទើបរៀនពីគេហើយលោកគ្រូគិតថាស្នេហ៍អញពូកែមែនបានជាសិស្សអញវាមកលោកប្រក្លាងសិស្សដាំបាយធ្វើម្ហូបស្រេចទូលថាចង្ហាន់ឆ្អិនហើយលោកគ្រូថាបើដូច្នោះអញលើកយកឲ្យអញឆាន់អាភ្លួញក៏លើកយកមកប្រគេនធ្វើជាមើលមិនឃើញដាក់ថាសទៅលើក្បាលលោកគ្រូស្រែកថាអាភ្លួញហេតុដូចម្ដេចក៏យកថាមកដាក់លើក្បាលអញសិស្សទូលថាខ្ញុំព្រះករណាមើលមិនឃើញលោកគ្រូងាកចេញអាភ្លួញក៏ដាក់លើក្បាលលោកគ្រូទៀតលោកគ្រូថាឯងដាក់ថាលើក្បាលអញទៀតហើយសិស្សថាខ្ញុំព្រះករណាសុំទោសព្រោះមើលមិនឃើញលោកគ្រូជឿថាអញរៀនស្នេហ៍ពូកែប្រកបឥឡូវអញក៏ហកវាថាតាំងពិធីមន្តអាគមកំបាំងខ្លួនវិញក៏ទៅជាពូកែគេមើលមិនឃើញប្រកបមែនគួរតំទិញឲ្យចាំកុំឲ្យភ្លេចអាភ្លូនលុះប្រគេនចង្ហាន់គ្រូឆាន់រួចហើយវាលើកមកបរិភោគខ្លួនវាថ្ងៃក្រោយមានឧបាសកគេនិមន្តលោកគ្រូទៅឆាន់ឯផ្ទះអាភ្លួញទូលថាបើលោកគ្រូនិមន្តទៅឆាន់ផ្ទះគេកុំស្លៀកស្បង់ឲ្យឆាន់ខូចអ៊ិតអំពើឃ្លុំតែជ័យពួរបានហើយគេមើលមិនឃើញទេដបិតលោកគ្រូចេះមន្តអាគមបំបាំងខ្លួនពូកែណាស់អ្នកណានឹងមើលឃើញលោកគ្រូជឿក៏ធ្វើតាមពាក្យសិស្សលុះព្រឹកឡើងលោកគ្រូប្រាប់សិស្សថាឯងតាមអញទៅឆាន់ឯផ្ទះឧបាសករួចលោកឃ្លុំតែជ័យពួរមិនស្លៀកស្បាំងដោយគិតថាឃ្លុំតែជ័យពួរបានហើយព្រោះមន្តអាគមអញពូកែណាស់នរណានឹងមើលកេតខ្មាក់ហឿងរួចនាំកូនសេះទៅលុះទៅដល់ឧបាសកនិមន្តឡើងលើផ្ទះហើយគេលើកចង្ហាន់មកដើម្បីប្រគេនលោកឆាន់ដោយលោកមិនបានស្លៀកស្បាំងអង្គុយមិនស្រួលងាកឆ្វេងស្ដាំក៏លិចកេតខ្មាស់កណ្ដាលវាលឧបាសកឃើញដូច្នោះគេក៏នាំគ្នាសើចហូរលាន់លោកគ្រូពុំទាន់បានឆាន់ចង្ហាន់មានចិត្តខ្មាស់គេណាស់ក៏ចុះពីផ្ទះត្រឡប់មកវត្តវិញជេរបន្ទោសសិស្សថាឯងមិនឲ្យអញស្លៀកស្បាំងឥឡូវអញខ្មាស់គេណាស់អាភ្លួញទូលថាលោកគ្រូកុំខ្ញល់នឹងក្នុងព្រះករុណារឿងនេះប្រហែលខុសត្រណំទេឬលោកគ្រូសួរថាឯងឃើញអញខុសត្រណំដូចម្ដេចអាភ្លួញសួរថាកាលលោកគ្រូនិមន្តទៅឆាន់ផ្ទះឧបាសកនិមន្តទៅផ្លូវណាលោកគ្រូប្រាប់ថាអញកើទៅចេញផ្លូវកាតសិស្សថាអូច្បាស់ជាលោកគ្រូខុសត្រណំហើយថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំព្រះករុណាថាបើរៀនមន្តអាគមទាំងពួងត្រូវឲ្យតอมស៊ីផ្លាយស្ដីសូម្បីតែមុជក្រោមដីស្ដីក៏មិនបានវាសាបមន្តអាគមឥឡូវលោកមុជក្រោមដើមស្ដីបានជាខុសត្រណំសាបអាគមអស់ហេតុនេះបានជាគេឃើញកេតខ្មាក់លោកគ្រូបានស្ដាប់ដូច្នោះហើយក៏ថាអូអាភ្លួញអញភ្លេចតอมបានជាយ៉ាងហ្នឹងអញថានោះពិតប្រាកដហើយលោកគ្រូនោះដោយឆោតល្ងុនក៏ជឿជាอึតសង្ស័យតាំងពីនោះមកអាភ្លួញជាសិស្សនៅបម្រើគ្រូដោយសុខសប្បាយ